ថ្មីនឹងក្តៅបំផុតនៅព្រឹកថ្ងៃទី19វិច្ឆិកាឆ្នាំ2025នេះយើងឃើញថាក្រសួងការពារជាតិបានបង្ហោះនៅព័ត៌មានដ៏ក្តៅគគុកហើយចាត់ទុកថាជាព័ត៌មាននៃប្រវត្តិសាស្ត្រសៀមដែលឈ្លានពានមកលើទឹកដីខ្មែរយើងហើយបងប្អូននៅក្នុងเพจរបស់ក្រសួងការពារជាតិហើយเพจរបស់សម្ដេចហ៊ុនសែនក៏បាន share ដែរដោយបងប្អូនបានឃើញហើយនេះគឺក្រសួងការពារជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 11:08 នាទីព្រឹកក្រុមអ្នកអង្កេតការអាស៊ានហៅកាត់ថា AOT ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច1ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅអំឡុងពេលចុះពិនិត្យនោះមានការផ្ទុះអាវុធនៅខាងភាគីថៃដើម្បីសុវត្ថិភាពក្រុមអ្នកអង្កេតការអាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះនិងបានដកថយត្រឡប់មកវិញ On the morning of 19 November 2025 at 11:08 a.m. the Asian Observers Team AOT coordinated by the Cambodian Ministry of National Defense conducted an inspection and verification of the ceasefire implementation in the checkpoint CH1 in Thmoda Commune, Wilwang District, Posat Province. During the inspection, there was the sound of weapon explosions on the Thai side. For safety reasons, the Asian Observers Team decided to suspend the verification mission in that area and withdraw បាទបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានពិតរបស់ក្រសួងការពារជាតិដែលបានផ្សព្វផ្សាយឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាយើងទាំងមូលនិងពិភពលោកបានដឹងនៅស្ថានភាពដែលបានកើតឡើងនាព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 11:08 នាទីព្រឹកស្របពេលដែលក្រុមអ្នកអង្កេតការអាស៊ានបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់អនុវត្តការគេហៅថាបទឈប់បាញ់នៅច្រកច1គឺនៅក្នុងឃុំថ្មដាស្រុកវាលវែងនៃខេត្តពោធិ៍សាត់បាទអញ្ចឹងសកម្មភាពក៏ឃ្លើននៅតែមាននៅឡើយទេពីសំណាក់ចៅសៀមបាទសូមបងប្អូនចូលរួម share ព័ត៌មានទាំងអស់គ្នាហើយនឹងចងចាំទុកនេះជាប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបាន